លោក Trump បានធ្វើឲ្យខូចដល់ការស្បោះប្រឆាំងសង្គ្រាមក្នុងឆ្នាំដំបូងតើពួកប្រជាធិបតេយ្យនឹងចាប់យករឿងនេះទេមេដឹកនាំគណបក្សសន្យាថានឹងវាយប្រហារលោក Trump ដែលលោកចង់ទិញ Greenland ក្នុងរយៈពេលប៉ុន្មានខែខាងមុខនឹងការឈ្លានពានលើប្រទេសវេណេស៊ុយអេឡាដោយបានចាប់យកលោក Maduro នេះគឺជាគោលដៅចុងក្រោយរបស់ពួកគេមួយឆ្នាំបន្ទាប់ពីអាណត្តិទី2របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងតំណែងពួកប្រជាធិបតេយ្យសង្ឃឹមថាការសន្យាយុទ្ធនាការរបស់ប្រធានាធិបតីសាធារណរដ្ឋសន្យាថានឹងបញ្ចប់សង្គ្រាមនៅលើពិភពលោកកំពុងវិលមកលងបន្លាចគាត់មេដឹកនាំគណបក្សបានវាយប្រហារជាយូរមកហើយលើលទ្ធភាពទិញជាបញ្ហាសំខាន់នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិឆ្នាំ2026ខាងមុខនេះនៅក្នុងខែវិច្ឆិកាដែលគណបក្សប្រឆាំងសង្ឃឹមថានឹងទាមទារយកសភាទាំងពីរពីពួកសាធារណរដ្ឋហើយជាលទ្ធផលទទួលបានសមត្ថភាពក្នុងការត្រួតពិនិត្យការប្រើប្រាស់អំណាចប្រតិបត្តិយ៉ាងទូលំទូលាយរបស់ប្រធានាធិបតីយុទ្ធនាការដាក់សម្ពាធយោធារបស់លោក Trump ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡាដែលឈានដល់ចំណុចកំពូលរហូតមកដល់បច្ចុប្បន្ននៅក្នុងការចាប់ពង្រត់លោក Nicolas Maduro កាលពីថ្ងៃទី3 ខែមករាក៏ដូចជាកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងរបស់គាត់ដើម្បីគ្រប់គ្រង Greenland ទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាកបានលេចចេញជាគោលដៅដ៏មានឥទ្ធិពលលើបញ្ហានេះបន្ទាប់ពីប្រតិបត្តិការរបស់លោក Maduro លោក Chuck Schumer ដែលជាសមាជិកព្រឹទ្ធសភាជាន់ខ្ពស់អាយុ75ឆ្នាំមកពីគណបក្សប្រជាធិបតេយ្យថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបានប្រើប្រាស់ភាសារបស់លោក Trump យ៉ាងម៉ឺងម៉ាត់ដោយលោកបានសន្យាថានឹងផ្ញើសារឥតឈប់ឈរស្ដីពីលទ្ធភាពទិញនៅឆ្នាំខាងមុខលោកបានបន្ថែមថាយើងគណបក្សប្រជាធិបតេយ្យឲ្យកំពុងតស៊ូដើម្បីទប់ស្កាត់ការផ្សងព្រេងយោធានៅក្នុងប្រទេសវេណេស៊ុយអេឡានិងប្រទេសដទៃទៀតនិងសង្គ្រាមគ្មានទីបញ្ចប់លោក Chuck Schumer បានបន្តថាដូច្នេះគណបក្សប្រជាធិបតេយ្យឲ្យនៅក្នុងសភានិងព្រឹទ្ធសភាកំពុងផ្ដោតលើការបន្ថយការចំណាយរបស់អ្នកដោះស្រាយជាមួយនឹងលទ្ធភាពទិញគណបក្សសាធារណរដ្ឋដែលដឹកនាំដោយលោក Donald Trump ហាក់ដូចជាមិនផ្ដោតអារម្មណ៍លើការចំណាយទ្រព្យសម្បត្តិរបស់យើងហើយព្រះជាម្ចាស់ហាមឃាត់រស់នៅក្នុងការផ្សងព្រេងយោធានៅក្រៅប្រទេសលោក Ken Martin ប្រធានគណៈកម្មាធិការជាតិប្រជាធិបតេយ្យដែលបង្កើតវេទិកាយុទ្ធសាស្ត្រជាតិនិងសាររបស់គណបក្សមុនពេលបោះឆ្នោតបានថ្លែងសុន្ទរកថាស្រដៀងគ្នានេះនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីប្រតិបត្តិការនៅវេណេស៊ុយអេឡាលោកបានមានប្រសាសន៍ថាលោក Trump បានសន្យាថានឹងធ្វើឲ្យមានសន្តិភាពប៉ុន្តែលោកបែរជាបង្កើតសង្គ្រាមវិញឥឡូវនេះលោក Trump បានប្តេជ្ញាចិត្តសហរដ្ឋអាមេរិកឲ្យដឹកនាំប្រទេសមួយផ្សេងទៀតសម្រាប់អនាគតដែលអាចមើលឃើញខណៈពេលដែលជនជាតិអាមេរិកជាអ្នកចំណាយសម្រាប់ការផ្លាស់ប្ដូររបបលោក Sherrod Brown អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យឲ្យមកពីរដ្ឋ Ohio ដែលកំពុងស្វែងរកការទាមទារយកអាសនៈរបស់គាត់មកវិញនៅក្នុងការបោះឆ្នោតពិសេសមួយនៅឆ្នាំនេះបានបន្ថែមនៅក្នុងសារមួយនៅលើ X ថាយើងគួរតែផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀតលើការកែលម្អជីវិតរបស់ប្រជាជនរដ្ឋ Ohio មិនមែនទីក្រុង Caracas ទេជាការពិតណាស់គោលនយោបាយការបរទេសជាប្រពៃណីត្រូវបានគេមើលឃើញថាជាបញ្ហាដែលមានផលប៉ះពាល់ទាបនៅក្នុងប្រអប់បោះឆ្នោតនៅសហរដ្ឋអាមេរិកដែលជារឿយៗត្រូវបានគ្របដណ្ដប់ដោយកង្វល់ក្នុងស្រុកដូចជាឧក្រិដ្ឋកម្មបញ្ហាសង្គមនិងសំខាន់បំផុតគឺសេដ្ឋកិច្ចប៉ុន្តែជាមួយនឹងនយោបាយរបស់លោក Trump ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើការសន្យាថានឹងជៀសវាងការធ្វើសម្យុទ្ធអន្តរជាតិដែលមានគំនិតខ្ពស់ជាថ្នូរនិងបទពិសោធន៍ផ្ទាល់របស់អ្នកបោះឆ្នោតអាមេរិកការយល់ឃើញណាមួយអំពីគំនិតផ្ទួចផ្ដើមថ្លៃនៅបរទេសផ្ដល់នូវឱកាសពិសេសសម្រាប់ពួកប្រជាធិបតេយ្យនេះបើយោងតាមអ្នកយុទ្ធសាស្ត្រប្រជាធិបតេយ្យអាសាតហាសាន់លោកអាសាតហាសាន់បានប្រាប់អាល់សាហ្វីរ៉ាថាលោក Trump មានភាពងាយរងគ្រោះនៅពេលនេះពីព្រោះគាត់មិនអាចភ្ជាប់អ្វីដែលគាត់កំពុងធ្វើនៅវេណេស៊ុយអេឡានិង Greenland ទៅនឹងជីវិតរបស់អ្នកបោះឆ្នោតជារៀងរាល់ថ្ងៃបានទេនៅពេលណាដែលពួកប្រជាធិបតេយ្យឲ្យចង់និយាយអំពីអ្វីដែលគាត់កំពុងធ្វើនៅក្រៅប្រទេសពួកគេនៅតែត្រូវធ្វើឲ្យវាអាចតាក់ទងបានទៅនឹងអ្វីដែលអ្នកបោះឆ្នោតនឹងឃើញនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេភាពវឹកវរនេះមិនអាក្រក់ទេគ្រាន់តែដោយសារតែវាជាភាពវឹកវរវាជាភាពវឹកវរព្រោះវាមិនបម្រើនរណាម្នាក់ឬអ្វីទាំងអស់ចំពោះអ្នករិះគន់លោក Trump បានបង្កើនពិន្ទុរបស់គាត់យ៉ាងខ្លាំងលើការផ្សងព្រេងអន្តរជាតិនៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំ2026បន្ទាប់ពីបន្តយុទ្ធនាការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសយេម៉ែនអ៊ីរ៉ង់នីសេរីយ៉ាសូម៉ាលីនិងតំបន់ការ៉ាប៊ីនក្នុងឆ្នាំ2025ទ្រព្យសម្បត្តិយោធានៅតែឈរជើងនៅឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយអេឡាបន្ទាប់ពីការចាប់ពង្រត់លោក Maduro នៅថ្ងៃទី3 ខែមករាដោយលោក Trump បានបង្ហាញពីគំនិតនៃការប្រើប្រាស់កងទ័ពអាមេរិកដើម្បីធានាទ្រព្យសម្បត្តិប្រេងដ៏ច្រើនរបស់ប្រទេសវេណេស៊ុយអេឡា
អ្នកជំនាញបានព្រមានម្ដងហើយម្ដងទៀតថាស្ថិរភាពដែលតាក់ទងក្រោមប្រធានាធិបតីបណ្ដោះអាសន្ន Delcy Rodriguez អតីតអនុប្រធានរបស់លោក Maduro នៅតែមិនច្បាស់លាស់ជាមួយនឹងការរំពឹងទុកនៃការជាប់ពាក់ព័ន្ធកាន់តែខ្លាំងនៅតែមានច្រើននៅលើតុខណៈពេលដែលការគំរាមកំហែងប្រឆាំងនឹងប្រទេសជិតខាងកូឡុំប៊ីបានរសាយបាត់ទៅលោក Trump ហាក់ដូចជាបដិញ្ញាចិត្តចំពោះគោលដៅដែលសេតវិមានបានបញ្ជាក់ក្នុងការបង្កើតគុភាពលេចធ្លោរបស់សហរដ្ឋអាមេរិកនៅអត្តគោលខាងលិចនៅក្នុងបទសម្ភាសន៍មួយរបស់ NBC News ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទលោក Trump បានបដិសេធម្ដងទៀតក្នុងការច្រានចោលកម្លាំងយោធាក្នុងការដណ្ដើមយក Greenlandដោយមានការសង្ស័យលោក Trump បានប្រាប់មេដឹកនាំរបស់ប្រទេស Norway នៅក្នុងសារជាអក្សរកាលពីថ្ងៃអាទិត្យថាខ្ញុំលែងមានអារម្មណ៍ថាមានកាតព្វកិច្ចគិតតែពីសន្តិភាពទៀតហើយសូម្បីតែសម្ព័ន្ធមិត្តសាធារណរដ្ឋរបស់លោក Trump ក៏បានព្រមានផងដែរថាការឈ្លានពានផ្នែកយោធារបស់សហរដ្ឋអាមេរិកចំពោះ Greenland នឹងបំផ្លាញសម្ព័ន្ធមិត្ត NATO យ៉ាងមានប្រសិទ្ធភាពខណៈដែលពួកប្រជាធិបតេយ្យបានព្យាយាមទាញយកប្រយោជន៍ពីភាពមិនចុះសម្រុងគ្នារវាងសារយុទ្ធនាការរបស់លោក Trump និងការគំរាមកំហែងរបស់លោកប្រឆាំងនឹងសម្ព័ន្ធមិត្តអាមេរិកដែលត្រូវបានចោទប្រកាន់ពួកប្រជាធិបតេយ្យនៅក្នុងគណៈកម្មាធិការកិច្ចការបរទេសរបស់សភាបាននិយាយនៅក្នុងការបង្ហោះនៅថ្ងៃទី6 ខែមករានៅលើ X ថាប្រជាជនអាមេរិកបានបោះឆ្នោតឲ្យលទ្ធភាពទិញនៅផ្ទះមិនមែនការគំរាមកំហែងឈ្លានពានមិត្តភក្តិជិតស្និទ្ធបំផុតរបស់យើងនៅបរទេសទេលោក Trump កំពុងមិនអើពើនឹងការព្រួយបារម្ភអំពីលទ្ធភាពទិញរបស់ជនជាតិអាមេរិកជាមួយនឹងការរត់គេចខ្លួនទៅបរទេសរបស់គាត់ហើយធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅជាមួយនឹងពន្ធគយកាន់តែច្រើននេះនឹងធ្វើឲ្យថ្លៃដើមសម្រាប់ប្រជាជនអាមេរិកកើនឡើងបន្ថែមទៀតគណៈកម្មាធិការនេះបានសរសេរនៅដើមសប្តាហ៍នេះដោយសំដៅទៅលើការគំរាមកំហែងរបស់លោក Trump ក្នុងការយកពន្ធគយបន្ថែមទៀតចំពោះប្រទេសអឺរ៉ុបលើ Greenland រដ្ឋបាល Trump សម្រាប់ផ្នែករបស់ខ្លួនបានព្យាយាមភ្ជាប់ទាំងប្រទេសវេណេស៊ុយអេឡានិង Greenland ទៅនឹងបញ្ហាថ្លៃដើមនៃការរស់នៅនោះរួមបញ្ចូលទាំងការជំរុញការអះអាងគួរឲ្យសង្ស័យលើផលប៉ះពាល់ដែលសហរដ្ឋអាមេរិកនឹងចូលប្រើប្រាស់ប្រេងរបស់វេណេស៊ុយអេឡាលើទីផ្សារនិងការដាក់ផែនការឆ្ងាយដើម្បីកេងប្រវ័ញ្ចធនធានធម្មជាតិដែលមិនទាន់បានប្រើប្រាស់របស់ Greenland តែភាពជាម្ចាស់ដែលលោក Trump បានរក្សាគឺចាំបាច់សម្រាប់សន្តិសុខជាតិអាមេរិកការសាកល្បងសម្រាប់ពួកប្រជាធិបតេយ្យជាការពិតណាស់ដោយសារការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសល់ជាង9 ខែទៀតមានការផ្លាស់ប្ដូរជាច្រើនក្រោមរដ្ឋបាលមួយដែលពឹងផ្អែកមិនត្រឹមតែលើគោលនយោបាយដិតដល់និងបង្វែរការចាប់អារម្មណ៍ប៉ុណ្ណោះទេប៉ុន្តែថែមទាំងការដាក់ពង្រាយយ៉ាងឆាប់រហ័សនិងមិនឈប់ឈររបស់ពួកគេទៀតផងប៉ុន្តែសញ្ញាសក្តានុពលជាច្រើនបានលេចចេញមកថាមានបញ្ហាសម្រាប់គណបក្សសាធារណរដ្ឋរបស់លោក Trump តែរហូតមកដល់ពេលនេះបានធ្លាក់ចុះយ៉ាងខ្លាំងស្របតាមរបៀបវារៈរបស់ប្រធានាធិបតីរួមទាំងការបដិសេធមិនអនុវត្តការត្រួតពិនិត្យរបស់សភាលើសកម្មភាពយោធារបស់លោកអ្នកសេដ្ឋកិច្ចបានអះអាងថាទោះបីជាមានសញ្ញានៃកំណើនសេដ្ឋកិច្ចអត្រាគ្មានការងារធ្វើដែលមានផាសុកភាពនិងផលប៉ះពាល់ក្នុងស្រុកដ៏ស្ងប់ស្ងាត់រហូតមកដល់ពេលនេះនៃពន្ធគយទៅវិញទៅមកយ៉ាងទូលំទូលាយរបស់លោក Trump ក៏ដោយក៏វិសមភាពនៅតែបន្តកើតមានក្រោមការដឹកនាំរបស់លោក Trump សម្រាប់មនុស្សជាច្រើននៅក្នុងក្រុមអ្នកមានចំណូលទាបនិងមធ្យមមានការផ្លាស់ប្ដូរតិចតួចនៅក្នុងបទពិសោធន៍រស់នៅរបស់ពួកគេនិងការចំណាយប្រចាំថ្ងៃដែលបង្ហាញពីការយល់ឃើញអំពីលទ្ធភាពទិញដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងការស្ទង់សម្លេងក្នុងការគាំទ្រថ្មីមួយចំនួននោះអាចស្របនឹងការស្ទង់សម្លេងក្នុងការគាំទ្រសាធារណៈផ្សេងទៀតដែលបង្ហាញពីការមិនពេញចិត្តចំពោះសកម្មភាពរបស់លោក Trump នៅបរទេសការស្ទង់មិត្តរបស់មជ្ឈមណ្ឌលស្រាវជ្រាវកិច្ចការសាធារណៈរបស់ Associated Press NORC ដែលធ្វើឡើងចាប់ពីថ្ងៃទី8ដល់ថ្ងៃទី11 ខែមករាបានរកឃើញថាមនុស្សពេញវ័យអាមេរិកចំនួន 61% មិនពេញចិត្តនឹងវិធីសាស្ត្រគោលនយោបាយការបរទេសរបស់លោក Trump ដោយ 56% និយាយថាពួកគេមានអារម្មណ៍ថាលោក Trump បានគឺធ្វើហួសហេតុពេកលើអន្តរាគមន៍យោធាទោះបីជាការគាំទ្រចំពោះការបណ្ដេញលោក Maduro នៅតែខ្ពស់ក៏ដោយនោះត្រូវបានបញ្ជាក់ជាពិសេសក្នុងចំណោមអ្នកឯករាជ្យដែលជាក្រុមអ្នកបោះឆ្នោតដែលត្រូវបានកំណត់គោលដៅដោយគណបក្សទាំងពីរដោយ 63% និយាយថាលោក Trump បានទៅដល់ហួសហេតុពេកការស្ទង់មិត្តរបស់ Reuters Ipsos លើប្រជាជនអាមេរិកបានរកឃើញការគាំទ្រដ៏អាប់អួរជាពិសេសចំពោះសហរដ្ឋអាមេរិកក្នុងការទិញយក Greenland ដោយមានអ្នកឆ្លើយតបត្រឹមតែម្នាក់ក្នុងចំណោម5នាក់ប៉ុណ្ណោះដែលគាំទ្រចលនាបែបនេះការស្ទង់មិត្តដាច់ដោយឡែកមួយរបស់ CBS បានរកឃើញថាមានត្រឹមតែ 14% ប៉ុណ្ណោះដែលយល់ព្រមប្រើប្រាស់កម្លាំងយោធាដើម្បីដណ្ដើមយកកោះនេះអ្នកយុទ្ធសាស្ត្រប្រជាធិបតេយ្យ Hassan បានវិយតម្លៃថាសារពីគណបក្សធំទាំងពីរគឺមិនគ្រប់គ្រាន់
ន់លើលទ្ធភាពទិញដោយគណៈបក្សសាធារណរដ្ឋបានស្នើសុំឲ្យអ្នកបោះឆ្នោតគុំជឿភ្នែករបស់ពួកគេហើយពួកប្រជាធិបតេយ្យឲ្យចាស់ជាច្រើនផ្ដល់តែចក្ខុវិស័យជំនួសមីលឃ្វីតូលោកបាននិយាយថាថ្នាំបន្សាបនៅក្នុងខែខាងមុខអាចជាការទទួលយកជំហរដិតច្បាស់តែត្បាញចេញរាល់សកម្មភាពរបស់សហរដ្ឋអាមេរិកនៅបរទេសនិងផលប៉ះពាល់ទៅអារម្មណ៍អ្នកនយោបាយនៅក្នុងសហរដ្ឋអាមេរិកលោកបានចង្អុលបង្ហាញពីភាពជោគជ័យថ្មីៗរបស់លោកសូរ៉ានម៉ាន់ដានីអភិបាលក្រុងញូវយ៉កថាជាគំរូដែលអាចកើតមានលោកហាសានបានមានប្រសាសន៍ថាយើងស្ថិតនៅក្នុងកន្លែងមួយដែលពួកប្រជាធិបតេយ្យឲ្យពិតជាមានការសាកល្បងថាតើសាររបស់ពួកគេអាចបំពេញតាមពេលវេលាដ៏គ្រោះថ្នាក់ដែរយើងកំពុងជួបប្រទះឬក៏អត់នោះទេពួកគេពិតជាត្រូវក្រោកឈរឡើងដើម្បីអ្វីមួយនេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Al Jazeera នៅថ្ងៃទី20 ខែមករាឆ្នាំ2026នេះ